បងប្អូនដែលជួបបកប្រែលទ្ធផលពាក់ព័ន្ធនឹងអារម្មណ៍គឺនៅទំព័រមួយវាដាក់ថា Human Consciousness Level Analysis Report អញ្ចឹងខ្ញុំនឹងបកជាភាសាខ្មែរទោះបីភាសាខ្មែរហ្នឹងវាពិបាកស្ដាប់ក៏ខ្ញុំព្យាយាមបកវាជាភាសាខ្មែរបងប្អូនដើម្បីបងប្អូនដឹងអញ្ចឹងនៅលើចំណុចទី1គឺ self ហ្នឹងគឺអាម៉ាស់យើងមានបញ្ហាអីធ្លាប់មានវិបត្តិធ្លាប់មានបញ្ហាអីនៅក្នុងចិត្តយើងដែលជាភាពអាម៉ាស់ឬក៏ការឈឺចាប់លើចិត្តយើងអត់ទី2គឺការដែលយើងមានអីធ្វើខុសឆ្គងនឹងខ្លួនយើងអត់ហើយទី3អាប៉ាទីហ្នឹងគឺថាយើងដូចមានបញ្ហាស្ពកប្រពន្ធអត់សូវជាមនុស្សសកម្មហើយមួយទៀតគឺយើងមានទុកសោកអីអត់គ្រីទុកសោកអត់យើងមានអារម្មណ៍ភ័យខ្លាចយើងមានបំណងប្រាថ្នាយើងហ្នឹងតើយើងធ្លាប់ធ្វើបំណងប្រាថ្នាយើងបានសម្រេចអត់ anger គឺកំហឹងយើងជាមនុស្សឆាប់ឆេវឆាវមានកំហឹងអត់ហើយយើងជាមនុស្សមានមោទនភាពក្នុងខ្លួនអត់យើងមានកម្លាំងចិត្តមានផ្លូវចិត្តរឹងមាំខ្លាំងអត់យើងជាមនុស្សអព្យាក្រឹតអត់យើងជាមនុស្សចង់បានឬក៏ការចង់បានការស្ម័គ្រចិត្តរបស់យើងហ្នឹងគឺគ្រប់គ្រាន់អត់ហើយយើងជាមនុស្សទទួលយកហេតុផលផ្សេងៗអត់ acceptance ការទទួលយកអីទទួលយកអត់ reason យើងជាមនុស្សមានហេតុផលអត់ low សេចក្តីស្រឡាញ់តែសេចក្តីស្រឡាញ់យើងខ្វះក្តីស្រឡាញ់អត់យើងមានបញ្ហាទាមទារក្តីស្រឡាញ់លើមានបញ្ហាថាយើងមិនដែលមានក្តីស្រឡាញ់អត់យើងមានភាពរីករាយអត់ជួយយើងមានសន្តិភាពផ្លូវចិត្តអត់នឹងយើងត្រាស់ដឹងបានន័យថាយើងស្កប់ស្កល់ក្នុងចិត្តយើងយើងត្រាស់ដឹងអត់ស្កប់ស្កល់អត់អញ្ចឹងន័យហ្នឹងគឺបងអញ្ចឹងបងប្អូនអញ្ចឹងបើនៅក្នុងធម្មតាជួរធម្មតាគឺ3តបើថយមកខៀវគឺវាស្រាលទេបើកាយ2កាយ3គឺបាត់ខ្លួនបង